សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសេរ៉ូថ្ងៃនេះខ្ញុំមានខ្សែភាពយន្តមួយយកមកសម្រាប់ជជូនអ្នកទាំងអស់គ្នាបានទស្សនាដែលសាច់រឿងមួយនេះដែរគឺនិយាយអំពីក្រុមទាហានមួយក្រុមមានបេសកកម្មទៅស្វែងរកនៅក្រុមទាហានផ្សេងដែលបានបាក់ខ្លួននៅក្នុងព្រៃដែលពោរពេញទៅដោយសត្វដៃនូស័រហើយចុះដឹងថាសាច់រឿងនេះល្អមួយយ៉ាងណាតើអ្នកទាំងអស់គ្នាទៅទស្សនាការសម្ដែងរឿងរបស់ខ្ញុំទាំងអស់គ្នាប៉ុន្តែមុននឹងចូលដល់ការសម្ដែងរឿងសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផងចាប់ផ្ដើមសាច់រឿងយើងដំបូងយើងឃើញមានទាហាន2នាក់កំពុងតែនៅក្នុងព្រៃហើយទាហានម្នាក់នេះគឺកំពុងតែព្យាយាមភ្ជាប់វិទ្យុទាក់ទងទៅកាន់ក្រុមការងាររបស់គាត់ឲ្យមកយកគាត់ហើយប្រាប់អំពីរឿងដែលបេសកកម្មរបស់គាត់គឺបានបរាជ័យហើយព្រមទាំងគ្នាគាត់4នាក់ទៀតក៏បានស្លាប់អស់ផងដែរហើយពួកគេទាំងពីរក៏បានស្ថិតនៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ហើយក៏សូមឲ្យក្រុមនៃជំនួយមកជួយពួកគេផងនៅពេលដែលទាហានម្នាក់នេះក៏កំពុងតែនិយាយវិទ្យុភ្ជាប់ទាក់ទងជាមួយនឹងក្រុមការងាររបស់គាត់គ្នារបស់គាត់ម្នាក់ទៀតក៏ត្រូវបានបាត់ខ្លួនឬតែស្នូលកំភ្លើងបាញ់នៅក្បែរនោះហើយគាត់ក៏បានរត់ទៅជួយគ្នារបស់គាត់រហូតទៅដល់កន្លែងមួយក៏ត្រូវបានដៃឬសយ៉ាងធំវាហក់មកខាំស៊ីគាត់បាត់ទៅហើយសាច់រឿងយើងក៏កាត់មកដល់នៅក្នុងឆ្នាំ1968នៅប្រទេសវៀតណាមក៏មានក្រុមទាហានអាមេរិកកំពុងតែបោះជំរំឈរជើងកាន់កាប់នៅក្នុងតំបន់មួយនោះជាមួយនឹងប្រជាជនវៀតណាមមួយចំនួនផងដែរហើយយើងក៏បានឃើញមានបរិបទ2នាក់បានមកដល់ជំរំទាហាននោះហើយម្នាក់ដែលចូលមកពីលើឡាននេះគឺមានឈ្មោះថា Bishop ហើយបរិបទម្នាក់ទៀតដែលមានឈ្មោះថា Ibex ពួកគេក៏ជាក្រុមការងារជំនាញភ្នាក់ងារស៊ើបអង្កេតរបស់លោកមេបញ្ជាការ Colonel ហើយក៏មានមេទាហានម្នាក់ដែលកាន់កាប់នៅក្នុងតំបន់មួយនោះដែលមានឈ្មោះថាលោក Walexគាត់ក៏បាននាំពួកគេទាំងពីរទៅកន្លែងមួយហើយពួកគេទាំងពីរនេះក៏បានចាប់ផ្ដើមស៊ើបអង្កេតនៅក្នុងកន្លែងមួយនោះIbex ក៏បានភ្ជាប់វិទ្យុទាក់ទងទៅកាន់លោកមេបញ្ជាការប្រាប់ពីអ្វីដែលគាត់បានសាជានៅកន្លែងនោះហើយលោក Colonel តាមពិតទៅគោលបំណងរបស់គាត់ចង់ឲ្យពួកគេមកសាជ្រាវស៊ើបអង្កេតនៅក្នុងកន្លែងជំនុំទាហាននឹងគឺចង់ដឹងអំពីក្រុម Green Beret ដែលបានបាត់ខ្លួនស៊ុនឈឹងកាលពីដើមសាច់រឿងរបស់យើងរួចមកលោក Colonel ក៏បានសួរទៅក្រុមការងាររបស់គាត់ដែលនៅក្នុងបន្ទប់ធ្វើការអំពីក្រុម Vulture ចុងក្រោយហើយនេះគឺជាក្រុមកងទាហាន Vulture កំពុងតែឆ្លូបសម្រាប់ទាហានរុស្ស៊ីហើយពួកគេក៏បានចូលទៅដល់ជំរំរបស់ទាហានរុស្ស៊ីបានបាញ់សម្លាប់ពួកគេស្លាប់ឲ្យអស់ហើយ Baker ក៏គឺជាប្រធានក្រុម Vulture គាត់ក៏បានទៅរំដោះប្រជាជនអាមេរិក2នាក់ដែលនៅរស់ហើយពេលនោះក៏មានទាហានរុស្ស៊ីម្នាក់ក៏ប្រុងបាញ់គាត់នៅពីក្រោយរួចក៏ Xavier បានចេញមកពីក្រោយព្រៃហើយក៏បានដាក់មកកំបិតស្លាប់បាត់ទៅហើយហេលីកូបទ័រក៏បានមកដល់រួចក៏បានបញ្ជូនបរិបទ2នាក់ដែលនៅរស់នោះយកទៅហើយអ្នកបើកហេលីកូបទ័រក៏បានមកប្រាប់ Baker យើងអំពីការកោះហៅរបស់លោកមេបញ្ជាការ Colonel បានឲ្យពួកគេទៅកាន់ជំរំទាហានពួកគេទាំងអស់គ្នាក៏បានឡើងជិះទៅលើហេលីកូបទ័រហើយក៏បានមកដល់បន្ទាយជំរំទាហានរបស់លោក Colonel ហើយ Bishop ក៏បានមកនិយាយចំអកអត់លើជាមួយនឹងពួកគេហើយ Baker ក៏បានដើរមកសួរ Bishop យើងមកទីនេះធ្វើអ្វីដែរហើយ Bishop ក៏បាននិយាយចំអកអត់លើពីស្ថានភាពរបស់ Baker យើងកំពុងតែជួបភាពលំបាកហើយក៏បាននិយាយដូចជាគម្រាមកំហែងទៅដល់ទាហានដទៃទៀតដែលបន្តិចទៀតនេះពួកគេនឹងត្រូវប្រឈមមុខវិភាសាជាមួយរឿងដ៏លំបាកដែលលោកមេបញ្ជាការស្នើសុំឲ្យពួកគេនឹងធ្វើហើយពួកគេក៏បានដើរទៅចូលទៅក្នុងតាមការណាត់ហៅរបស់លោកមេបញ្ជាការ Colonel ហើយនេះគឺជាលោកមេបញ្ជាការ Colonel ក៏បានមកនិយាយជាមួយនឹង Baker យើងហើយបានសរសើរទៅកាន់ Baker យើងបានជួយរំដោះប្រជាជនអាមេរិកបាន2នាក់ទៀតហើយក៏បាននិយាយជាមួយនឹង Baker យើងហើយបានប្រាប់ឲ្យគាត់គឺអាចជ្រើសរើសនៅក្រុមដើម្បីធ្វើបេសកកម្មបន្ទាប់បានហើយ Baker ក៏បានប្រាប់ទៅកាន់គាត់វិញថាបើសិនជាលោក Colonel គឺជាក្រុម Vulture គាត់អាចនឹងកើតទៅជាមនុស្សឈួតដែរហើយលោក Colonel ក៏បានគិតដូច្នោះដែរហើយគាត់ក៏បានប្រាប់ Baker ឲ្យចូលទៅខាងក្នុងគាត់នឹងប្រាប់អំពីបេសកកម្មបន្ទាប់ដែលពួកគេនឹងត្រូវធ្វើហើយលោក Colonel ក៏បានដើរចូលទៅខាងក្នុងរួចក៏បានដាក់សាច់ឲ្យខ្លាគាត់ស៊ីមួយដុំរួចក៏បាននិយាយជាមួយនឹងខ្លារបស់គាត់ដូចជាប្រៀបធៀបទៅកាន់ក្រុមទាហានរបស់ Baker យើងអំពីការធ្វើបេសកកម្មបន្ទាប់រួចមកលោកមេបញ្ជាការ Colonel ក៏បានប្រាប់ពួកគេឲ្យត្រៀមខ្លួនជានិច្ចចំពោះការធ្វើបេសកកម្មមួយនេះហើយ Ellie ដែលអង្គុយក្រោយ Baker ក៏បានសុំលោក Colonel ពួកគេគឺមានភាពស្វិតស្វាញហើយមានធនធានហើយពួកគេគឺមិនត្រូវការឧបករណ៍ប៉និតអីនោះទេគ្រាន់តែមានកាបូបស្ពាយដ៏សាមញ្ញចំពោះពួកគេទៅបំពេញការងារទៅបានហើយ Baker ក៏បានសុំលោក Colonel បន្ថែមទៀតអំពីការសម្រាកនៅពេលយប់ហើយលោក Colonel ក៏យល់ព្រមចំពោះពួកគេឲ្យសម្រាកហើយគាត់ក៏បន្តប្រាប់ពួកគេអំពីភារកិច្ចក្នុងការធ្វើកិច្ចការងារបន្ទាប់មួយនេះគឺក្រុមការងាររបស់លោក Colonel នឹងបញ្ជូនពួកគេទៅកាន់តំបន់មួយដែលមានឈ្មោះថា Vangent ដែលជាតំបន់ជ្រលងភ្នំដែលក្រុមរបស់ Green Beret កាលពី3ថ្ងៃមុនបានបាត់ខ្លួនស៊ុនឈឹងគ្មានដំណឹងនឹងព័ត៌មានអ្វីសោះដែលធ្វើបេសកកម្មនៅតំបន់មួយនោះ
ហើយលោក Colonel ក៏រំពឹងថាក្រុមរបស់ Baker គឺជួយស្វែងរកក្រុម Green Beret ដែលបានបាត់ខ្លួននៅក្នុងតំបន់មួយនោះ Baker ក៏បានសួរទៅកាន់លោក Colonel នៅពេលដែលបេសកកម្មបានបញ្ចប់ហើយលោក Colonel ក៏បានប្រាប់នៅពេលដែលធ្វើបេសកកម្មមួយនេះបានបញ្ចប់គាត់នឹងបញ្ជូនក្រុមការងាររបស់ពួកគាត់ទៅឲ្យយកពួកគេដល់សុវត្ថិភាពនៅពេលដែលពួកគេជាប់វិទ្យុទាក់ទងមកកាន់គាត់ហើយ Leon នៅអង្គុយមុខ Ellie នេះគឺគាត់បានសួរទៅកាន់លោក Colonel អំពីតំបន់ជន្លង់ភ្នំមួយនោះតើវាមានអ្វីដែលពិសេសនោះទេលោក Colonel គាត់ក៏មិនសូវដឹងអំពីតំបន់មនុស្សដែរដោយសារតែវាមើលទៅដូចជាវាអាថ៌កំបាំងពេក Leon ក៏នៅតែបន្តសួរគាត់ទៀតអំពីក្រុម Green Beret ម្ដងហើយលោកមេបញ្ជាការ Colonel ក៏បាននិយាយដល់កំហឹងទៅកាន់គាត់វិញថាគាត់ក៏មិនដឹងទេពីការបាត់ខ្លួនរបស់ក្រុម Green Beret នៅក្នុងតំបន់មួយនោះហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យលោកមេបញ្ជាការ Colonel បញ្ជាឲ្យក្រុមរបស់ Baker ទៅរុករកនៅក្នុងតំបន់មនុស្សដើម្បីស្វែងរកក្រុម Green Beret ហើយ Baker គឺយល់ព្រមក្នុងការជួយស្វែងរកក្រុម Green Beret រួចមកលោកមេបញ្ជាការ Colonel ក៏បានប្រាប់ពួកគេឲ្យមកជុំគ្នានៅក្នុងកន្លែងនេះដល់ដែរនិងត្រួតពិនិត្យឧបករណ៍ហើយក៏បានប្រាប់ពួកគេឲ្យត្រៀមខ្លួនរួចរាល់សម្រាប់ការចេញទៅធ្វើបេសកកម្មមួយនេះហើយពួកគេក៏បានបំបែកជឿគ្នាចេញទៅអស់ទៅហើយនៅពេលដែលពួកគេចេញអស់ Baker ក៏បានទៅនិយាយជាមួយលោក Colonel ហើយក៏បានសួរលោក Colonel ហើយអ្វីបានជាលោក Colonel គឺរំពឹងថាក្រុមរបស់ Baker អាចនឹងជួយរកតម្រុយអំពីក្រុមរបស់ Green Beret ដែលបានបាត់ខ្លួននៅក្នុងតំបន់ជន្លង់ភ្នំមួយនោះលោក Colonel ក៏បានប្រាប់ទៅកាន់គេវិញថាដោយសារតែគាត់ជឿជាក់ទៅលើសមត្ថភាពរបស់ Baker ថាអាចនឹងជួយដោះស្រាយបញ្ហាមួយនេះឲ្យគាត់បានហើយនៅពេលដែលគាត់បានទៅដល់កន្លែងមួយនោះនឹងយល់អំពីរបាយការណ៍លម្អិតផងដែរហើយគាត់ក៏បន្តប្រាប់ Baker យើងឲ្យព្យាយាមឲ្យពិតប្រាកដមិនបោះបង់ក្នុងការតស៊ូនិងការព្យាយាមហើយ Baker ក៏បានសួរទៅកាន់លោកមេបញ្ជាការ Colonel ម្ដងទៀតតើគាត់អាចនឹងប្រាប់បានទេថាគាត់កំពុងតែឲ្យពួកគេស្វែងរកអ្វីឲ្យពិតប្រាកដហើយលោកមេបញ្ជាការ Colonel ក៏បាននិយាយប្រាប់គាត់វិញថាគាត់ក៏មិនដឹងច្បាស់ដូចគ្នាដោយសារតែវាដូចជាអាថ៌កំបាំងអីចឹងទៅហើយគាត់ក៏ជឿជាក់ទៅលើ Baker ថាធ្វើការស៊ើបអង្កេតមួយនេះហើយគាត់គឺនៅក្បែរ Baker យើងជានិច្ចហើយវាក៏ជាអ្វីដែលគាត់ចង់ឲ្យ Baker យើងធ្វើដើម្បីឆាប់បានបញ្ចប់នៃបេសកកម្មដែលគេហៅថា URP ដែលមានន័យថាបេសកកម្មល្បាតស៊ើបអង្កេតរយៈពេលចម្ងាយឆ្ងាយហើយ Baker ក៏យល់ពីអ្វីដែលលោកមេបញ្ជាការនិយាយហើយគាត់ក៏បានដើរចេញទៅបាត់ Leon ក៏បានដើរទៅយកកំប៉ុងទឹកឲ្យ Xavier ហើយ Xavier ក៏បានប្រាប់ Leon ពុំគួរយកឧបករណ៍ឬក៏របស់របរទៅតាមខ្លួនច្រើនពេកដោយសារតែវាអាចធ្វើឲ្យគ្រោះថ្នាក់បើអាចគួរតែយកអ្វីដែលយើងស្រួលដាក់តាមខ្លួនដូចជា Xavier យើងក៏យកតែកំបិតគាត់ដាក់តាមខ្លួនទុកជាសាគូនៅពេលដែលគាត់មានហានិភ័យនឹងបានប្រាប់ Leon ឲ្យឈប់យល់ច្រឡំសង្ស័យទៅលើខ្លួនឯងហើយគួរតែបង្ហាញអំពីសមត្ថភាពរបស់គាត់ឲ្យប្រធានក្រុម Baker បានឃើញនិងមិនស្ដាយក្រោយនៅពេលដែលគាត់បានជ្រើសរើស Leon យើងចូលជាក្រុមរបស់គាត់ហើយមកដល់នៅកន្លែងស្នាក់នៅរបស់ពួកគេ Ellie ក៏មានស្រាមមួយដបនៅក្នុងដៃដែលបានមកពីក្នុងតង់ទាហានផ្សេងហើយ Miller ក៏បានប្រកាសថាមិនទាន់ដឹងថាយុទ្ធសាស្ត្រនៃបេសកកម្មបន្ទាប់ពីយ៉ាងម៉េចនោះទេតែ Ellie យើងគាត់ក៏មិនខ្វល់ហើយគាត់ក៏បានធ្វើចិត្តឲ្យសប្បាយឈៀជាមួយនឹងការផឹកស្រារបស់គាត់បន្ទាប់មក Keys ក៏បានមកដល់ហើយក៏បាននិយាយលេងសើចជាមួយនឹងពួកគេរួចក៏បានហុចអាប្រអប់មួយទៅឲ្យ Miller ហើយក៏បានយកកូនកែមួយទៅឲ្យ Ellie ដែលកំពុងតែអង្គុយផឹកស្រាហើយគាត់ក៏បានសួរទៅកាន់ Leon ដែលជាសមាជិកថ្មីរបស់ក្រុមពួកគេហើយ Keys ក៏បានឲ្យជំរឿ Leon យើងពីរទី1គឺសិភៅស៊ីអារម្មណ៍ហើយនិងមួយទៀតគឺជាស្ករគ្រាប់ហើយ Leon យើងក៏បានសម្រេចចិត្តយកស្ករគ្រាប់ហើយពួកគេក៏បានសាកចំអកទៅកាន់ Leon យើងថាយកស្ករគ្រាប់អីចឹងទៅហើយ Keys ក៏បន្តយកស្ករគ្រាប់មួយកញ្ចប់ទៅឲ្យ Logan ហើយពួកគេក៏បាននិយាយជាមួយនឹងគ្នាពីរឿងរ៉ាវដែលនៅលើភ្នំហើយ Keys ក៏ចង់ឲ្យ Logan ប្រាប់នរណាម្នាក់អំពីរឿងអ្វីមួយឲ្យពួកគេបានដឹងនៅពេលដែលបេសកកម្មបន្ទាប់បានបញ្ចប់ហើយពួកគេក៏បានសន្យាជាមួយនឹងគ្នាពេលនោះប្រធានក្រុមលោក Baker ក៏បានដើរមកដល់ហើយបានបញ្ជាក់ប្រាប់ពួកគេអំពីគោលដៅចម្ងាយដែលពួកគេត្រូវដើរដើម្បីរុករកហើយក៏បានបញ្ជាក់ឲ្យពួកគេទៅចូលរួមក្នុងតង់ជំនុំសង្ខេបសម្រាប់កិច្ចប្រជុំយប់ឡើង Helicopter ក៏បានបញ្ជូនពួកគេទៅកាន់តំបន់ជន្លង់ភ្នំមួយនោះហើយ Baker ក៏បានប្រាប់គ្នាឲ្យចាប់ផ្ដើមប្រតិបត្តិការក្នុងការរុករកក្រុម Green Beret ហើយពួកគេក៏បានដើរបន្តិចក៏ប្រទះឃើញស្នាមបាតជើងសត្វអ្វីមួយដ៏ធំហើយ Ellie ក៏បានរកឃើញនៅរោមសត្វមួយទៀតដ៏ធំផងដែរហើយ Keys ក៏បានរកឃើញកាបូបទាហានរបស់នរណាម្នាក់ហើយ Baker យើងក៏បានឆែកមើលក៏បានឃើញនៅផែនទីមួយហើយក៏បានឃើញកូនសៀវភៅទូចមួយផងដែរដែលគេសរសេរអំពីការស្លាប់របស់ Lewis កាលពីយប់មិញហើយក៏និយាយអំពីនៅពេលដែលយើងកំពុងតែត្រូវអ្វីមួយតាមប្រមាញ់ Baker ក៏បានមើលកូនសៀវភៅនោះហើយគាត់ក៏បានប្រាប់គ្នារបស់គាត់ឲ្យបន្តទៅមុខទៅតាមសញ្ញាដែលពួកគេបានរកឃើញ
ហើយពួកគេក៏បានដើរទៅដល់នៅក្នុងព្រៃរៀងជើងបន្តិចក៏មានសត្វអ្វីមួយបានអូសជើង Baker ហើយក៏បានបាញ់រះទៅកាន់វារួចមកវាក៏បានប្រឡែងហើយ Baker យើងក៏ឈប់នឹងមួយកន្លែងហើយគ្នារបស់ក៏បានទៅដល់រកឃើញ Baker ហើយពួកគេក៏មិនសូវស្រួលជាមួយនៅក្នុងព្រៃមួយនេះហើយអ្នកខ្លះក៏បានគិតថាប្រហែលជាមានសត្វខ្លាតែអ្នកខ្លះទៀតក៏បានគិតថាក្នុងព្រៃនេះគឺមិនមានខ្លានោះទេហើយ Baker ក៏បានប្រាប់ពួកគេឲ្យបន្តដើរទៅមុខទៀតហើយនេះគឺជាក្រុមទាហានរបស់លោក Borodin ដែលបញ្ជាមកតាមប្រមាញ់សម្រាប់ទាហានអាមេរិកដែលបានមកដល់កន្លែងមួយនេះហើយពួកគេក៏បានដើរចូលទៅក្នុងព្រៃរៀងបានបន្តិចទាហានម្នាក់ក៏ត្រូវបានដាយនូស័រយ៉ាងធំនៅពីក្រោយហក់មកខំស៊ីគាត់ហើយពួកគេក៏បាននាំគ្នាដើរទៅជុំវិញនោះរួចក៏បានប្រទះឃើញកំភ្លើងរបស់ទាហានម្នាក់ដែលបានស្លាប់ហើយពួកគេក៏បានដើរតាមស្នាមឈាមរហូតទៅដល់ឃើញទាហានអ្នកនោះដេកស្លាប់ធ្លុះពោះឬមកពួកគេក៏បានបន្តដើរទៅមុខទៀតចំណែកឯ Keith ក៏បានរកឃើញនៅរុនប្រហោងធំមួយហើយ Ellie ក៏បានរកឃើញនៅចង្គមធ្មេញសត្វអ្វីមួយយ៉ាងធំផងដែរបន្ទាប់មកពួកគេក៏បានសម្រេចចិត្តចូលទៅក្នុងរុនប្រហោងធំមួយនោះហើយពួកគេក៏បានដើរមិនយូរប៉ុន្មានក៏បានជួបជាមួយនឹងកូនដាយណូស័រទូចៗយ៉ាងច្រើនវាចេញមកហើយពួកគេក៏បានរះទៅកាន់ពួកវាហើយពួកគេក៏បាននាំគ្នារត់ចែកជើងគ្នាបាត់អស់ទៅហើយ Leon ហើយជាមួយនឹងលោក Baker ក៏នៅពីរនាក់ហើយពួកគេក៏បានតងវ៉ឡើងទៅខាងលើដើម្បីគេចចេញពីដាយណូស័រទូចៗទាំងអស់នោះរីឯអ្នកទាំង5នាក់នេះវិញក៏បានរត់គេចចេញពីកូនដាយណូស័រទូចៗទាំងអស់នោះហើយបន្ទាប់មកក៏បានស្រឡាំងកាំងនៅពេលដែលបានឃើញដាយណូស័រយ៉ាងធំដើរកាត់មុខរបស់ពួកគេហើយ Leon និង Baker ក៏បានដើរទៅដល់កន្លែងដាយណូស័រធំមួយកំពុងតែដេកហើយក៏មានអាកូនដាយណូស័រពីរ3ក្បាលវាចេញមកហើយបន្ទាប់មកអាដាយណូស័រធំនោះវាក៏បានភ្ញាក់រួចក៏បានដេញតាមពួកគេរត់សឹងមិនទាន់ហើយពួកគេក៏បានរត់លេចរត់កើតចុងក្រោយដាយណូស័រយ៉ាងធំនោះវាក៏បានចេញមកពីក្រៅខ្នងរបស់ពួកគេហើយអ្នកទាំង5នាក់នេះវិញក៏បានដើរមកដល់កន្លែងទឹកហូរហើយក៏បានឈប់បន្តិច Ellie ក៏បានប្រកែកជាមួយនឹង Xavier នៅពេលដែល Xavier ចង់ឲ្យពួកគេត្រឡប់ទៅជួយរក Baker ហើយនិង Leon Ellie គាត់គឺមិនចង់ទៅនោះទេដោយសារតែវាគ្រោះថ្នាក់ពេកហើយគួរតែតាក់ទងវិទ្យុទៅកាន់ក្រុមជំនួយដើម្បីឲ្យមកជួយពួកគេត្រឡប់ទៅវិញហើយ Xavier ក៏បានប្រាប់ទៅកាន់ Ellie ថាអវិជ្ជាតាក់ទងនោះគឺនៅជាមួយនឹង Leon Ellie ក៏អត់និយាយហើយ Miller ក៏បានស្រែកឲ្យពួកគេបន្តដើរទៅមុខទៀតចំណែក Leon ហើយនិង Baker ក៏បានធ្លាក់ចុះពីលើភ្នំហើយក៏ត្រូវបានដាយណូស័រធំនឹងវានៅបន្តដេញពួកគេរហូតទៅដល់ជ្រោះមួយហើយពួកគេមិនដឹងធ្វើយ៉ាងម៉េចក៏សម្រេចចិត្តលោតចុះហើយដាយណូស័រធំនោះវាក៏បានធ្លាក់ចុះទៅតាមពួកគេដែរហើយ Baker ក៏បានជួយ Leon សង់ចេញពីក្នុងទឹកហើយដាយណូស័រធំនោះវាក៏បានហែទៅកាន់ច្រាំងនៅជិតនោះផងដែររួចមកយើងក៏បានឃើញនារីម្នាក់រត់មកជួយពួកគេហើយនាងគឺមានឈ្មោះថា Sophia នាងបានប្រាប់ពួកគេថានាងមានកន្លែងសម្រាប់ស្នាក់នៅមួយនៅក្បែរនោះហើយពួកគេគួរតែប្រញាប់ទៅកន្លែងនោះដោយសារតែវាមានសុវត្ថិភាពហើយដាយស័រយ៉ាងធំនោះគឺវាមានឈ្មោះថា Rex ហើយរួចមកវាក៏បានដើរឆ្លងកាត់មុខរបស់ពួកគេហើយ Sophia ក៏បានប្រាប់ពួកគេទាំងពីរនៅពេលដែលម្ដាយ Tyrannosaurus ឆ្លងកាត់ទន្លេគឺវាមិនសូវមានបញ្ហានោះទេដោយសារតែវាទៅមើលថែកូនរបស់វាតែអ្វីដែលគួរឲ្យគ្រោះថ្នាក់គឺឪពុកTyrannosaurus ដែលកំពុងតែធ្វើដំណើរត្រឡប់មកវិញហើយ Sophia ក៏បានប្រាប់ពួកគេទាំងពីរឲ្យប្រញាប់ទៅរកកន្លែងរបស់នាងតែ Baker ក៏បានប្រាប់នាងថាគាត់គឺមានគ្នាគាត់5នាក់ទៀតដែលពង្វេងគ្នាគេចេញពីការវាយប្រហាររបស់កូន Dinosaur ជាច្រើននៅក្នុងរន្ធក្រោមដីហើយ Baker គឺចង់ទៅស្វែងរកគ្នារបស់គាត់តែ Sophia ក៏បានប្រាប់គាត់ទៅវិញថាប្រហែលគ្នារបស់គាត់មិននៅរស់នោះទេបើសិនជាពួកគេស្ថិតនៅក្បែរតំបន់ម្ខាងទៀតហើយពួកគេទាំង5នាក់នេះក៏បានដើរបណ្ដើរក៏ប្រទះឃើញដាយណូស័រមួយពំក្រពើមួយក្បាលទៅស៊ីនៅក្បែរនោះចំណែកឯ Baker និង Leon ក៏បានដើរតាម Sophia ទៅដល់កន្លែងរបស់នាង Miller វិញកំពុងតែលាក់ពួននៅក្រោយដើមឈើពីដាយណូស័រធំមួយនេះហើយពួកគេក៏បានដើរកាត់ដាយណូស័រជាច្រើននិងបានឃើញដាយណូស័រជាច្រើនប្រភេទនៅទីនោះផងដែរដាយណូស័រខ្លះទៅស្លូតហើយដាយណូស័រខ្លះទៀតទៅវាកាចហើយវាក៏បានដេញ Miller យើងរត់សឹងមិនទាន់ហើយពួកគេក៏បានដើរឡើងលើភ្នំជាមួយនឹងដាយណូស័រកវែងជាច្រើនហើយ Xavier ក៏បានប្រាប់ពួកគេគួរបន្តដើរទៅមុខតាមផែនទីទៅរកកន្លែងសាយជ្រាវមួយដែលពួកគេបានរកឃើញនៅក្នុងកាបូបរបស់ទាហានម្នាក់ហើយ Keith ក៏បានសួរអំពីរឿងលោក Baker ហើយនិង Leon ហើយ Xavier ក៏បានប្រាប់ពួកគេប្រហែលជាអ្នកទាំងពីរនឹងទៅតាមផែនទីនឹងដែរហើយក៏សង្ឃឹមថាពួកគេមានជីវិតនៅរស់ហើយ Ellie និង Keith ក៏និយាយពីលោក Colonel ជាមួយនឹងរឿងដែលកើតឡើងនៅទីនេះហើយ Logan ក៏ជួយនិយាយលេងសើចជាមួយនឹងពួកគេឲ្យសើចគ្រប់គ្នាហើយ Sophia នៅវិញក៏បាននាំពួកគេមកដល់អគារចាស់មួយដែលជាកន្លែងស្នាក់នៅរបស់នាងហើយ Baker ក៏បានប្រាប់នាងថាមកដល់ទីនេះគឺស្វែងរកនៅក្រុម Green Berets ហើយ Sophia ក៏បាននិយាយប្រាប់វិញថាពួកគេប្រហែលជាមិនមានជីវិតរស់នៅក្នុងតំបន់មួយនេះនោះទេ
ហើយមិនថាអ្វីក៏ដោយដែលកើតឡើងនៅក្នុងតំបន់ជន្លង់ភ្នំមួយនេះគឺគ្មានជីវិតរស់ទេហើយលីអនយើងក៏បានឆ្ងល់មិនបានសូហ្វីយើងមានជីវិតរស់បានហើយពួកគេក៏បានឃើញសូហ្វីចាក់ថ្នាំចូលទៅដៃរបស់នាងហើយ Baker ក៏បានសួរអំពីនាងហើយសូហ្វីក៏បានប្រាប់ពួកគេថានាងគឺរស់នៅក្នុងតំបន់មួយនេះគឺយូរមកហើយនាងក៏បានដឹងពីរឿងរ៉ាវរបស់លោក Borodin តែងតែសម្រាប់នរណាដែលបានស្គាល់នឹងមកដល់តំបន់មួយនេះហើយ Leon ក៏បានសួរហើយវិញបាន Sophia នាងមកដល់នៅតំបន់មួយនេះដែរហើយ Sophia ក៏បានប្រាប់គេថានាងគឺមកលេចខ្លួននឹងមករស់នៅជាមួយនឹងការប្រើប្រាស់គ្រឿងញៀនអីចឹងទៅហើយ Baker ក៏បានបញ្ជាឲ្យ Leon ភ្ជាប់វិទ្យុទាក់ទងទៅកាន់លោក Colonel ហើយ Baker ក៏បាននិយាយគំរាមទៅកាន់ Sophiaហើយនាងក៏ឌឺដងទៅកាន់ Baker យ៉ាងវិញហើយ Leon ក៏បានហុចវិទ្យុទាក់ទងទៅឲ្យគាត់និយាយជាមួយនឹងលោក Colonel ហើយ Baker ក៏បាននិយាយត្អូញត្អែអំពីការធ្វើបេសកកម្មរបស់គាត់រុករកក្រុម Ken Barrett ហើយបានប្រាប់លោក Colonel ថាមានក្រុមរុស្ស៊ីមកធ្វើការពិសោធន៍ក្នុងព្រៃតំបន់មួយនេះព្រមទាំងមានបុរសម្នាក់ដែលមានឈ្មោះថា Borodin បានធ្វើឲ្យ Dinosaur មានជីវិតរស់ឡើងវិញហើយ Dinosaur ទាំងអស់នោះវាបានវាយប្រហារក្រុមរបស់ Baker យើងផងដែរដូច្នេះហើយ Baker ក៏សូមឲ្យលោក Colonel បញ្ជូនក្រុម Helicopter ជំនួយមកយកពួកគេចេញពីតំបន់មួយនេះហើយព្រមទាំងចង់នាំយក Sophia យើងទៅកាន់ជាមួយផងដែរហើយលោក Colonel ក៏បានខឹងទៅកាន់ Baker គុំចង់មកគ្រប់គ្រងទៅលើការសម្រេចចិត្តរបស់គាត់ហើយ Baker ក៏បានផ្ដល់ទីតាំងទៅឲ្យលោក Colonel មកយកពួកគេនៅកន្លែងណាមួយអីចឹងទៅលោក Colonel ក៏បាននិយាយពិភាក្សាជាមួយនឹងក្រុមការងាររបស់គាត់ថាគួរតែជឿទៅលើអ្វីដែល Baker យើងបាននិយាយឬអត់ហើយ Bishop ក៏បាននិយាយប្រាប់ទៅកាន់លោក Colonel វិញថាគាត់គឺហាក់បីដូចជាមិនជឿទៅលើសម្ដីរបស់ Baker នោះទេហើយគាត់ក៏បានគិតទៅលើការប្រើប្រាស់ Nuclear វាអាចជួយផលិតនៅសភាវុធហើយលោក Colonel ជាមួយនឹង Ibex ហាក់បីដូចជាជឿទៅលើពាក្យពេចន៍និយាយរបស់ Baker ហើយក៏ព្រមជឿទៅលើរឿងរបស់ Bishop ដែលបាននិយាយអំពី Nuclear ហើយនឹងរឿង Dinosaur ផងដែរហើយលោក Colonel ក៏ឲ្យក្រុមរបស់គាត់គឺចាប់ដើមស៊ើបទាក់ទងជាមួយនឹងលោក Borodin ថាជានរណាហើយគាត់ក៏បានយកចង្កូមធ្មេញសត្វមួយយ៉ាងធំមកមើលផងដែរហើយចំណែកឯ Sophia ក៏បាននាំពួកគេទាំងពីរនេះឆ្លងកាត់កន្លែងដែលមាន Dinosaur ដែលស្លូតនៅទីនោះហើយ Baker ក៏បាននិយាយទៅកាន់ Sophia អ្វីដែលនាងបាននិយាយគាត់ហាក់បីដូចជាមិនទុកចិត្តហើយ Sophia ក៏បានប្រាប់ទៅកាន់ Baker ថានាងគឺមិនចង់ឲ្យគាត់ទុកចិត្តទៅលើនាងនោះទេតែនាងក៏ធ្លាប់ឲ្យកន្លែងសម្រាប់ពួកគេបានសម្រាកហើយក៏បានជួយពួកគេផងដែរហើយគ្នារបស់ Baker ទាំង5នាក់នេះវិញក៏បានដើរបណ្ដាលនិយាយគ្នាបណ្ដា Keith ក៏ត្រូវបានក្រុមទាហានរុស្ស៊ីមួយបានបាញ់ចំកណ្ដាលផ្លូវរបស់គាត់បានដេកស្ដោកហើយពួកគេទាំងពីរក្រុមក៏បានចាប់ផ្ដើមបាញ់គ្នាទៅវិញទៅមកហើយ Sophie ហើយនិង Baker ជាមួយនឹង Leon ក៏បានឮសំឡេងស្នូបាញ់កាំភ្លើងនៅក្បែរនោះហើយពួកគេក៏បានដើរតាមស្នូកាំភ្លើងនោះហើយនៅកន្លែងបាញ់គ្នាក៏បានឃើញមាន Dinosaur ស្លាប់ជាច្រើនហោះឆ្វែងជុំវិញពួកគេហើយក៏មាន Dinosaur ស្លាប់មួយវាក៏បានចុះមកហើយក៏បានចឹកទាហានរុស្ស៊ីម្នាក់រួចក៏បានធ្លុះដល់ចេញពោះវៀនរួចក៏បាននាំគ្នារបស់ពួកវាទៅចឹកស៊ីសាកសពរបស់ទាហានរុស្ស៊ីនោះហើយទាហានរុស្ស៊ីទាំងពីរនាក់នេះក៏បានព្យាយាមរត់គេចចេញពី Dinosaur ស្លាប់ទាំងអស់នោះរួចក៏បានចូលទៅដល់ក្នុងព្រៃហើយក៏បានឃើញគ្នាគាត់ម្នាក់ទៀតមានឈ្មោះថា Conyen ដែលជាជនជាតិវៀតណាមអង្គុយចាំពួកគេធ្វើប្រងើយហើយពួកគេទាំង3នាក់ក៏បាននាំគ្នាទៅដល់រកទាហានអាមេរិកតទៅទៀតចំណែកឯពួកគេទាំង4នាក់នេះក៏បានព្យាយាមលី Keith យើងមកដល់កន្លែងមួយហើយក៏បានជួបជាមួយនឹង Baker និង Leon ជាមួយនឹង Sophia នៅកន្លែងនោះផងដែរហើយ Baker ក៏បានប្រាប់ពួកគេថាឲ្យនាំ Keith ទៅកាន់កន្លែងសម្រាករបស់ Sophia បន្ទាប់មកកូន Dinosaur ជាច្រើនវាក៏បានចេញមកវាប្រហារពួកគេម្ដងទៀតហើយនៅពេលដែលពួកគេកំពុងតែបាញ់ទៅកាន់ Dinosaur ទូៗទាំងអស់នោះក៏មានអាកូន Dinosaur ពី3ក្បាលទៀតវាក៏បានខំពំ Keith យើងទៅកាន់ដល់កន្លែងមួយហើយ Keith ក៏បានវាយជាមួយនឹងពួកវាហើយបន្ទាប់មកក៏មានអ្វីមួយយ៉ាងធ្វើឲ្យអាកូន Dinosaur ទាំងពីរ3ក្បាលនោះវាក៏បានខ្លាចរត់បាត់ចេញទៅបន្ទាប់មក Keith ក៏គិតថារួចខ្លួនហើយគាត់ក៏បានដាក់ព្រៃជក់មួយដើមរួចមកក៏ត្រូវបាន Dinosaur មួយវាក៏បានអូសគាត់យកទៅហើយក៏បានខ្វាចចាក់ទម្លុះពោះគាត់ហើយក្រុមរបស់ Keith ក៏បានមកដល់ហើយ Dinosaur នោះវាឆ្លាតវាក៏មិនបញ្ចេញសំឡេងឲ្យពួកគេបានឮតែ Keith យើងក៏បានសវ៉ាយកកូនកំបិតរបស់គាត់ចាក់ចំភ្នែករបស់ Dinosaur នោះហើយក្រុមរបស់ Baker ក៏បានបាញ់រះទៅកាន់វាហើយពួកគេក៏បានយក Keith យើងទៅកាន់កន្លែងរបស់ Sophia ហើយមកទៅកាន់ Keith គឺពិតជាស្រេចឈឺយ៉ាងខ្លាំងហើយ Sophia នាងក៏បានលួចយកថ្នាំមួយទៅចាក់នឹងដៃរបស់នាងហើយ Baker ក៏បានដើរទៅដល់រួចក៏បានថាឲ្យនាងគួរតែឈប់បន្តការប្រើប្រាស់ថ្នាំញៀនតទៅទៀតទៅហើយ Sophia ក៏បានប្រាប់ទៅ
កាន់ Baker ថានាងគឺមិនអាចបញ្ឈប់ Dinosaur បានទេតែនាងក៏ត្រូវការនរណាម្នាក់ដែលអាចជួយបញ្ឈប់អ្វីដែលនឹងកើតឡើងនៅក្នុងជញ្លង់ភ្នំមួយនេះហើយ Baker មុនដំបូងគាត់គឺបានបដិសេធក្នុងការជួយតែនៅពេលដែល Sophie និយាយរឿងរ៉ាវប្រាប់គេអំពីប្តីរបស់នាងគឺជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវអំពី Nuclear ចំណែកឯនាងគឺជាអ្នកសិក្សាអំពីប្រវត្តិសាស្ត្រនៃជីវិតលើភពផែនដីតាមរយៈការពិសោធន៍ទៅលើ Fossil ហើយពួកគេទាំងពីរគឺត្រូវបានបញ្ជូនមកទីនេះដោយសារតែលោក Borodin ឲ្យពួកគេមកកាន់កន្លែងនេះដើម្បីធ្វើការស្រាវជ្រាវអំពីអ្វីមួយដ៏តឹងរ៉ឹងហើយ Baker ក៏បានប្រាប់នាងថាតំបន់នេះគឺជាតំបន់ដែលមានសង្គ្រាមហើយក៏គ្មានអ្នកវិទ្យាសាស្ត្រណាដែលមកធ្វើការស្រាវជ្រាវនៅកន្លែងនេះនោះទេហើយ Sophie នាងក៏បានប្រាប់ Baker វិញថាបើសិនជាពួកគេគឺមិនមកពួកគេនឹងត្រូវស្លាប់ហើយនាងក៏បានប្រាប់ Baker ទៀតថាមុននឹងពួកគេមកដល់ទីនេះប្រហែលជាមានគេធ្វើការសាកល្បងទៅលើគ្រាប់ Nuclear រួចទៅហើយ Sophie នាងក៏បានប្រាប់រឿងបន្តរហូតដល់ Baker យើងក៏សម្រេចចិត្តថាជួយនាងហើយ Sophie ក៏បានស្គាល់ទីតាំងរបស់លោក Borodin ដែលធ្វើការស្រាវជ្រាវអំពី Nuclear ផងដែរហើយនាងក៏ចង់ឲ្យក្រុមរបស់ Baker ទៅជួយដើម្បីបញ្ឈប់លោក Borodin ហើយ Logan ក៏បានយកកាំភ្លើង Snape គាត់ឆ្លុះទៅខាងក្រៅហើយក៏បានឃើញ Dinosaur នៅជុំវិញនោះហើយ Logan ក៏ចង់បាញ់តែ Baker យើងក៏មិនឲ្យបាញ់នោះទេដោយសារតែខ្លាច Dinosaur ទាំងអស់នោះគឺវាដឹងទីតាំងដែលពួកគេកំពុងតែសម្រាកនៅក្នុងអគារចាស់មួយនេះតែមិនយូរប៉ុន្មាន Dinosaur ក៏បានដឹងកន្លែងដែលពួកគេកំពុងតែលាក់ខ្លួនហើយពួកវាក៏បាននាំគ្នារត់ចូលមកវាប្រហារពួកគេហើយពួកគេទាំងអស់គ្នាក៏បាននាំគ្នាបាញ់កាំភ្លើងទៅកាន់ពួក Dinosaur ទាំងអស់នោះហើយ Sophie នាងក៏បានប្រាប់ពួកគេឲ្យរត់ទៅខាងក្រៅគឺមានទូកដរមួយដែលចតនៅក្បែរទន្លេហើយពួកគេក៏បានយល់ព្រមរួចក៏ចង់សែន Kihis ជាងទៅជាមួយប៉ុន្តែ Kihis ក៏បានប្រាប់ពួកគេឲ្យទុកគេនៅនឹងកន្លែងនឹងទៅហើយ Logan មុននឹងទៅក៏ឆ្លៀតអុចបារីឲ្យ Kihis ជាងជក់មួយដើមហើយក៏បានដាច់ចិត្តរត់ចេញពីទីនោះហើយ Dinosaur ក៏បានរត់ចូលមករួចក៏បានឃើញ Kihis យើងកំពុងតែដេកនៅក្បែរនោះហើយ Kihis យើងក៏បានដកក្របបែកមកបន្ទោសកន្លែងនោះឲ្យស្លាប់ជាមួយនឹង Dinosaur បាត់ទៅហើយពួកគេទាំងអស់គ្នានេះក៏បានរត់ឡើងទៅលើដរហើយក៏បានចាក់ចេញពីទីនោះដោយសុវត្ថិភាពព្រឹកឡើងពួកគេទាំងអស់គ្នាក៏បានជិះទូកដរតាមទន្លេហើយ Baker ក៏បានហៅគ្នាទាំងអស់មកប្រជុំហើយក៏បាននិយាយប្រាប់ពួកគេចំពោះរឿងដែលសោកស្ដាយនៃការបាត់បង់ Kihis ព្រមទាំងរឿងដែលគាត់បានប្រាប់ទីតាំងឲ្យលោក Colonel មកយកពួកគេត្រឡប់ទៅវិញហើយនឹងរឿងមួយទៀតដែលសំខាន់បំផុតនោះគឺក្រុមរបស់ពួកគេនៅពេលនេះកំពុងតែជ្រោកខ្លួននៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ហើយក៏មានបរិសុទ្ធសូវៀតអាក្រក់ម្នាក់ដែលមានឈ្មោះថា Borodin កំពុងតែបង្កើតអ្វីមួយនៅក្នុងព្រៃមួយនេះដែលអាចបំផ្លាញដល់ពិភពលោកដូច្នេះពួកគេគឺត្រូវតែទៅបញ្ឈប់គាត់ហើយ Baker ក៏បានទៅបន្តនិយាយជាមួយនឹង Sophia អំពីរឿង Dinosaur ព្រមទាំងរឿងនៃការបញ្ឈប់ប្រព័ន្ធដំណើរការនៃគ្រាប់ Nuclear ហើយ Miller ក៏បានហៅ Baker យើងទៅមើល Dinosaur ជាច្រើននៅក្បែរមាត់ទឹកនោះហើយ Sophia ក៏ចង់យកអាថ្នាំញៀននោះទៅចាក់ទៀតក៏ត្រូវបាន Leon ហើយនឹងជាមួយនឹង Baker ក៏បានទៅខាត់ហើយពួកគេក៏បានបតែបតប់គ្នាហើយ Sophia ក៏បានធ្វើឲ្យអាថ្នាំនោះធ្លាក់ចូលទៅក្នុងទឹកហើយក៏បានឃើញ Dinosaur ហក់ចេញពីក្នុងទឹកលេបថ្នាំនោះយកទៅបាត់ទៅចំណែកឯ Logan មើលទៅគាត់គឺដូចជាខូចចិត្តយ៉ាងខ្លាំងបន្ទាប់ពីការបាត់បង់ Kihis ហើយ Baker ក៏បានដើរទៅអបគាត់ដើម្បីផ្ដល់នូវកម្លាំងចិត្តបន្ថែមហើយបន្ទាប់មក Baker ក៏បានយកទឹកទៅឲ្យ Sophia ផឹកហើយ Leon ក៏បានគិតថា Baker គឺចូលចិត្ត Sophia តែ Miller ក៏បានប្រាប់ Leon ថា Baker គឺធ្វើដើម្បីតែកិច្ចការងារនោះទេហើយ Sophia ក៏បានប្រាប់ Baker អំពីការផ្លាស់ទីរបស់ Dinosaur នៅក្នុងប្រទេសកម្ពុជាហើយនឹងទៅតាមបណ្ដាប្រទេសផ្សេងៗទៀតដូច Burma ប្រទេសចិននិងប្រទេសឥណ្ឌាហើយ Sophia ក៏បានបន្តប្រាប់ទៀតថានៅពេលដែលពួកវាអស់អីស៊ីនៅក្នុងព្រៃចុះបានន័យថាពួកវានឹងស្វែងរកចំណីអាហារនៅតាមកន្លែងផ្សេងៗហើយ Baker ក៏បាននិយាយប្រាប់ Sophia ថាគាត់នឹងទៅបញ្ឈប់វាហើយក៏បានហុចកាំភ្លើងខ្លីមួយដើមទៅឲ្យ Sophia ដើម្បីប្រើប្រាស់ផងដែរហើយទូកពួកគេក៏បន្តធ្វើដំណើរទៅមុខទៀតហើយយើងក៏បានឃើញ Dinosaur ធំៗជាច្រើននៅក្បែរមាត់ទន្លេមិនយូរប៉ុន្មានពួកគេក៏បានទៅដល់កន្លែងមួយហើយក៏បានចូលទៅក្នុងព្រៃដែលពោរពេញទៅដោយអាបរួចមកក៏បានឃើញកូន Dinosaur ជាច្រើនវាក៏បានចេញមកវាប្រហារពួកគេហើយ Logan ក៏បានបាញ់កូន Dinosaur ទាំងអស់នោះរួចគាត់ក៏បានរត់ទៅកាន់កន្លែងដែលទឹកហូររួចក៏បានឃើញកូន Dinosaur ជាច្រើនទៀតនៅក្រោមខាងហើយគាត់ក៏បានបាញ់ពួកវាតែចុងក្រោយ Logan យើងក៏បានសម្រេចចិត្តបាញ់ខ្លួនឯងឲ្យស្លាប់បាត់ទៅហើយកូន Dinosaur ជាច្រើននោះវាក៏បានរត់ទៅស៊ីសាកសពរបស់គាត់ហើយ Baker ក៏បានដើរមកតាម Logan យើងក៏បានឃើញសាកសពរបស់ Logan យើងត្រូវបាន Dinosaur ស៊ីអស់រលីង
ពួកគេក៏ទៅដល់កន្លែងមន្ទីរពិសោធន៍របស់លោក Borodin ហើយ Baker ក៏បានភ្ជាប់វិទ្យុទាក់ទងទៅកាន់លោក Colonel ហើយបានប្រាប់អំពីទីតាំងរបស់ពួកគេកំពុងតែស្ថិតនៅនិងចង់ឲ្យលោក Colonel បញ្ជូន helicopter មកតាមទីតាំងដែលគាត់បានប្រាប់ហើយគាត់ក៏បានចូលទៅកំទេចកន្លែងរបស់លោក Borodin ចោលផងដែរហើយលោក Colonel ក៏មានអារម្មណ៍តាខឹងទៅលើ Baker នៅពេលដែលគាត់ព្យាយាមប្រាប់ហើយនឹងពន្យល់ឲ្យធ្វើអ្វីតាមដែលគាត់ប្រាប់តែ Baker យើងគឺមិនស្ដាប់គាត់តតែសោះ Baker ក៏បានប្រាប់គ្នាឲ្យរៀបចំគម្រោងដើម្បីកំទេចកន្លែងមន្ទីរពិសោធន៍របស់លោក Borodin ហើយនេះគឺជាលោក Borodin នៅក្នុងកន្លែងបន្ទប់ពិសោធន៍របស់គាត់ហើយ Leon ក៏បានលបហក់ទៅអាកសម្រាប់ទាហានម្នាក់ដែលយាមនៅក្រោមនោះដើម្បីឲ្យក្រុមពួកគេមកឆ្លងកាត់នៅកន្លែងមួយនោះហើយពួកគេក៏បានចូលតាមច្រកនោះឬក៏បានបែងចែកគ្នាដើម្បីធ្វើភារកិច្ចរៀងៗខ្លួនហើយខុនញិននិងទាហានពីរនាក់ទៀតបានទៅសួរលោក Borodin អំពីម៉ាស៊ីន Nuclear Air ធ្វើរួចរាល់ហើយឬនៅចំណែក Baker និង Leon និង Sophia ក៏បានលួចលោបពូនចូលទៅតាមជំរំទាហានហើយលោក Borodin ក៏បានប្រាប់ខុនញិនអំពីសេចក្តីសង្ឃឹមថាគាត់នឹងជោគជ័យក្នុងការកំទេចយន្តហោះរបស់ពួកអាមេរិកកំពុងតែហោះហើរនៅក្នុងប្រទេសរបស់ខុនញិនដែលនៅប្រទេសវៀតណាមហើយខុនញិនក៏បានប្រាប់លោក Borodin វិញថាគាត់បានកែប្រែស្រុកកំណើតរបស់នាងទៅជាអាហារសម្រាប់សត្វចម្លែកនៅពេលល្ងាចនិយាយហើយនាងក៏បានដើរចេញទៅបាត់ទៅហើយ Baker ជាមួយនឹង Sophia ក៏បានលួចលោបពូនហើយក៏បាននៅក្បែរនោះរួចក៏បានលបមើលលោក Borodin កំពុងតែនិយាយជាមួយនឹងគ្នារបស់គាត់ហើយកូនទាហានពីរនាក់នេះក៏បានសួរទៅកាន់លោក Borodin ទាក់ទងជាមួយនឹងរឿងសត្វចម្លែកតែក៏ទៅលោក Borodin និយាយឌឺទៅកាន់ពួកគេវិញហើយទាហានម្នាក់នេះក៏បានព្យួងកំភ្លើងទៅកាន់ក្បាលរបស់លោក Borodin តែកូនចៅរបស់គាត់ក៏បានយកពួកគេចេញបាត់ទៅហើយ Baker ក៏បាននាំ Sophia ទៅរកទាហានទាំងពីរនាក់នោះហើយចំណែកឯ Miller ជាមួយនឹង Ellie ក៏បានយកគ្រាប់បែកទៅដាក់នៅក្រោមឡានហើយនឹងលើយន្តក្រោះឬមកកូនចៅទាហានរបស់លោក Borodin ក៏បានមកប្រាប់គាត់ថាបានរកឃើញសត្វ Dinosaur ដេកងាប់តូចមួយនេះគឺនៅជំរំរបស់ពួកគេហើយក៏មាន Dinosaur មួយទៀតវាក៏បានឡើងទៅលើដើមឈើបាត់ហើយលោក Borodin ក៏បានថាឲ្យពួកគេធ្វើការមិនបានល្អហើយ Baker ក៏បាននាំ Sophia លាក់ពួនហើយចាំស្ទាក់យកទាហានទាំងពីរនាក់នោះហើយក៏បានបញ្ចុះបញ្ចូលពួកគេឲ្យចូលរួមជាមួយនឹងខ្លួនដើម្បីបញ្ឈប់លោក Borodin ហើយនឹង Dinosaur ហើយទាហានទាំងពីរនាក់នោះក៏បានយកព្រមចាប់ដៃចូលរួមក្រុមជាមួយនឹង Baker និង Sophia ហើយក្រុមរបស់លោក Borodin កំពុងតែឈរមើលកូន Dinosaur ដែលដេកងាប់នោះហើយក៏មាន Dinosaur យ៉ាងធំលេចចេញមកចំពោះមុខរបស់ពួកគេហើយនៅពេលដែលវាក៏កលេចឃើញកូន Dinosaur កំពុងតែដេកងាប់វាក៏បានដើរចូលទៅក្នុងជំរំដេញខំស៊ីទាហានហើយក៏មាន Dinosaur យ៉ាងធំមួយទៀតបានចេញមកហើយពួកវាក៏បានទៅអង្អែលគ្នាបន្ទាប់មកក៏បាននាំគ្នាដេញខំស៊ីទាហានពីពេញនោះជំនួយការរបស់លោក Borodin ក៏បានចេញមកជួយគាត់ហើយក៏បាននាំគាត់ចូលទៅក្នុងបន្ទប់ពិសោធន៍បាត់ទៅហើយក្រុមរបស់ Baker ក៏បាននាំគ្នាគេចេញពី Dinosaur ហើយក៏បានរត់ចូលទៅតាមលោក Borodin នៅក្នុងបន្ទប់ពិសោធន៍ហើយ Miller កំពុងតែដាក់គ្រាប់បែកនៅលើយន្តក្រោះ Canyon ក៏បានរត់មករត់កគាត់ហើយពួកគេក៏បានវាយគ្នាទៅវិញទៅមកចំណែក Ellie កំពុងតែបាញ់ Dinosaur ហើយក៏បានតាមរក Miller យើងផងដែរហើយ Baker និងគ្នារបស់គាត់ក៏បានដើរមកដល់បន្ទប់ពិសោធន៍របស់លោក Borodin ហើយពួកគេក៏បានមកគ្រប់គ្រងពួកអ្នកវិទ្យាសាស្ត្រទាំងអស់នោះហើយ Sophia ក៏បានសុំ Baker ទៅកាត់ផ្ដាច់ប្រព័ន្ធដំណើរការគ្រាប់ Nuclear Air ចំណែក Dinosaur ទាំងពីរក្បាលនេះវានៅតែបន្តខំកន្ទិចនៅខាងក្រៅហើយ Miller យើងក៏បានគិតថាខ្លួនគាត់ចេញនៅក្រោមស្នាដៃរបស់ Canyon គាត់ក៏បាននឹកឃើញពីអតីតកាលគាត់ធ្វើជាទាហានហើយនឹងបានឃើញពីភាពរងទុក្ខរបស់ប្រជាជនដែលស្លាប់នៅក្នុងមរភូមិ Miller ក៏សម្រេចចិត្តពលីជីវិតរបស់គាត់ហើយបានបន្ទោសគ្រាប់បែកស្លាប់រួមជាមួយនឹង Canyon ហើយ Ellie ក៏បានឈរតក់ស្លុតនៅពេលដែលឃើញការផ្ទុះមួយនោះហើយគាត់ក៏បានគិតថា Miller ស្លាប់បាត់ហើយ Dinosaur ពីរក្បាលនេះគឺវានៅរស់ហើយក៏បានទៅគៀកកាយជាមួយនឹងគ្នាហើយ Sophia កំពុងតែព្យាយាមផ្ដាច់ប្រព័ន្ធដំណើរការនៃគ្រាប់ Nuclear Air បន្ទាប់មក Helicopter របស់លោក Colonel ក៏ជិះមកកាន់ជិតដល់កន្លែងមន្ទីរពិសោធន៍របស់លោក Borodin ហើយគាត់ក៏ព្យាយាមទាក់ទងទៅកាន់ Baker តែគ្មាននរណាទទួលសោះហើយគាត់ពិតជាខឹងទៅកាន់ពួកគេដែលមិនស្ដាប់គាត់ Melly ក៏បានរត់មកដល់បន្ទប់ពិសោធន៍រួចក៏បានជួបជាមួយនឹង Baker ហើយ Baker ក៏បានសួរអំពី Miller ហើយ Ellie ក៏បានប្រាប់ថា Miller បានស្លាប់បាត់ហើយលោក Borodin ក៏បានដើរចេញមកនិយាយឌឺដងប្រាប់ពួកគេកុំជឿទៅលើ Sophia ហើយគាត់ក៏ចង់បាញ់ទៅកាន់នាងប៉ុន្តែត្រូវ Baker យើងបាញ់រះទៅកាន់គាត់មុនហើយ Sophia ក៏ចង់ទៅសម្លាប់លោក Borodin នៅពេលដែលគាត់បាននិយាយពីរឿងរបស់ប្តីនាងហើយ Sophia គឺមិនដាច់ចិត្តសម្លាប់គាត់ហើយក៏និយាយឌឺទៅកាន់គាត់វិញរួចក៏បានស្ដោះទឹកមាត់ដាក់គាត់បន្ទាប់មកនាងក៏បានទៅបន្តកាច់ផ្ដាច់ប្រព័ន្ធឈប់ដំណើរការនៃគ្រាប់ Nuclear Air ពេលនោះ Sophia ក៏បានកាច់ផ្ដាច់ចំខ្សែមួយរួចនៅទីនោះក៏បានងឹតសូនឈឹងហើយនៅពេលដែលភ្លឺមកវិញក៏បាត់លោក Borodin ចេញពីទីនោះហើយពួកគេក៏បានទៅមើលខាងក្រៅក៏បានឃើញ Dinosaur ជាច្រើនឈរសម្លឹងមកពួកគេហើយពួកវាក៏មិនចាំយូរក៏នាំគ្នាចូលទៅដេញខំស៊ីបានទាហានម្នាក់ហើយចំណែកឯលោក Borodin ក៏ឆ្លៀតទៅចុច
បើកដំណើរការប្រព័ន្ធដំណើរការនៃខ្នងនុយក្លេអ៊ែរក៏ត្រូវបានដៃណូស័រធំមួយវាមកស៊ីគាត់បាត់ទៅហើយពួកគេទាំងអស់គ្នាក៏បានរត់គេចចេញពីដៃណូស័រតាមផ្លូវក្រោយហើយដៃណូស័រទាំងអស់ក៏វានៅតែបន្តដេញពួកគេសូហ្វៀក៏បានរកឃើញច្រកមួយហើយក៏បានឡើងទៅលើហើយអេលីក៏ត្រូវបានដៃណូស័រខំស៊ីស្លាប់ម្នាក់ទៀតហើយ Baker ក៏ឲ្យ Leon ឡើងទៅលើច្រកនោះទៅមុនហើយគាត់ក៏បានរត់បំវាយផ្លូវដៃណូស័រទៅមុខទៀតហើយ Sophia និង Leon ក៏បានរត់មករកក្រុមលោក Colonel តែនៅក្រោយសុទ្ធតែដៃណូស័រដេញតាមពួកគេហើយដៃណូស័រយ៉ាងច្រើនវាក៏បានរត់មកវាប្រហារខំស៊ីគ្នាក្រុមទាហានរបស់លោក Colonel ហើយពួកគេក៏បានបាញ់រះសម្លាប់ដៃណូស័រហើយអ្នកបើក Helicopter ខាងលើនេះវិញក៏បានជួយបាញ់ពួកគេផងដែរហើយពួកគេទាំងអស់គ្នាក៏តស៊ូបាញ់កំភ្លើងសម្លាប់ដៃណូស័រច្រើននោះហើយ Baker ក៏បានបោះគ្រាប់បែកកំទេចនៅទីនោះជាមួយនឹងដៃណូស័រចំណែកឯនៅខាងក្រៅក៏បន្តបាញ់សម្លាប់ដៃណូស័រជាច្រើនដែលរុំព័ទ្ធពួកគេហើយ Bishop ក៏ត្រូវបានដៃណូស័រធំមួយហក់មកស៊ីបាត់ទៅហើយ Xavier ដកយកអាកាំបិតរបស់គាត់នឹងក៏បានទៅសម្លាប់ដៃណូស័រនៅក្បែរនោះហើយចំណែកដៃណូស័រមួយក្បាលនេះវាចង់លោតហក់ទៅខំស៊ី Baker ក៏បានយកកាំបិតចាក់ចំកវាហើយ Baker យើងចុងក្រោយក៏សម័យទៅកាន់កូនគុំរបស់គាត់ដែលមានដូចជា Keith, Xavier, Leon, Ellie ហើយនិង Miller ហើយនិង Loganហើយគាត់ក៏ត្រូវបានផ្ទុះស្លាប់ជាមួយនឹងដៃណូស័រនៅទីនោះបាត់ទៅអ្នកដទៃទៀតក៏បានឡើងទៅលើ Helicopter ហោះគេចចេញពីដៃណូស័របានយ៉ាងសុវត្ថិភាពហើយនៅលើ Helicopter លោក Colonel ក៏ឆ្លៀតបន្ទោសពួកគេមិនស្ដាប់គាត់ហើយក៏បានបំផ្លាញនៅទីនោះហើយ Sophia ក៏បានសេះថាឲ្យគាត់ហើយ Leon ក៏បានខឹងទៅលើលោក Colonel ដែលបញ្ជូនពួកគេមកធ្វើបច្ចេកកម្មដែលមានគ្រោះថ្នាក់នៅក្នុងព្រៃសុសឹងតែដៃណូស័រចំណែកឯពួកទាហានទាំងអស់នេះក៏បានភ្ញាក់ផ្អើលនៅពេលដែលឃើញវងដៃណូស័រកវែងជាច្រើនដើរកាត់ជំរំរបស់ពួកគេហើយសាច់រឿងយើងក៏ចប់ត្រឹមតែប៉ុណ្ណេះសង្ឃឹមតែអ្នកទាំងអស់គ្នាបានមើលរឿងមួយនេះហើយសង្ឃឹមថាជក់ចិត្តជាមួយនឹងរឿងមួយនេះហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចូលទស្សនាហើយសង្ឃឹមតែអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងឲ្យខ្ញុំលេខ1ផងជួបខ្ញុំ Zero នៅវីដេអូក្រោយសូមអរគុណ